ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានប៉ះទង្គិចពាក្យសម្ដីគ្នាម្ដងទៀតជុំវិញកិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាមខណៈលោក Trump បន្ទោសលោក Zelensky ដែលបដិសេធការទទួលស្គាល់ការកាន់កាប់ពីរុស្ស៊ីលើតំបន់ Crimea នេះបើយោងតាមសារព័ត៌មាន Japan Today ចុះផ្សាយនៅថ្ងៃប្រហ័សទី24ខែមេសានេះលោក Trump ដែលធ្លាប់ទាស់ពាក្យសម្ដីជាមួយលោក Zelensky ម្ដងហើយក្នុងកិច្ចប្រជុំនៅឯសេតវិមានលោកចាត់ទុកជំហរលោក Zelensky ថាធ្វើឲ្យកាន់តែពិបាកក្នុងការសម្រេចបានសន្តិភាពលោក Trump បញ្ជាក់ថាគ្មាននរណាគេស្នើឲ្យលោក Zelensky ទទួលស្គាល់តំបន់ Crimea ជាដែនដីរុស្ស៊ីនោះទេប៉ុន្តែលោក Trump ថាបើលោក Zelensky ចង់បាន Crimea មកវិញម្ដេចមិនប្រយុទ្ធយកដីនោះមកវិញព្រោះវាមានរយៈពេល11ឆ្នាំទៅហើយដែលវាធ្លាក់ទៅក្នុងដៃរុស្ស៊ីនោះតំបន់ជ្រោយ Crimea គឺជាដែនដីមួយនៃសមុទ្រខ្មៅដែនដីមួយនេះបានធ្លាក់ទៅក្នុងកណ្ដាប់ដៃរុស្ស៊ីតាមរយៈការបោះឆ្នោតប្រជាមតិคล้ายៗដែលយល់ព្រមដោយលោក Viktor Yanukovych ឋានៈជាប្រធានាធិបតីអ៊ុយក្រែននាពេលនោះប៉ុន្តែទោះជាដឹងថាតំបន់ជ្រោយមួយនេះមានប្រជាជនរុស្ស៊ីជាង 80% ក៏ដោយលោក Viktor Yanukovych នៅតែយល់ព្រមឲ្យមានការបោះឆ្នោតប្រជាមតិទីបំផុតលទ្ធផលបោះឆ្នោតបង្ហាញថាជាង 80% យល់ព្រមលើCrimeaដាក់ចំណុះក្រុងមូស្គូក្រោយពីសុខចិត្តក្បត់ជាតិខ្លួនឲ្យដីទៅរុស្ស៊ីលោក Viktor Yanukovych និងគ្រួសារប្រពន្ធកូននាំគ្នារត់ទៅជ្រកកោននៅក្រុងមូស្គូខណៈប្រជាជននិងកងទ័ពអ៊ុយក្រែនងើបឡើងបះបោរភ្លុកទឹកភ្លុកដីទាញទម្លាក់ពីអំណាចហើយកាត់ទោសលោកអំពីបទក្បត់ជាតិសាសន៍អ៊ុយក្រែនលោក Zelensky បានប្រកាសទាត់ចោលលក្ខខណ្ឌបង្ខំឲ្យអ៊ុយក្រែនទទួលស្គាល់ដែនដី Crimea ជារបស់រុស្ស៊ីស្របច្បាប់ដែលស្នើឡើងដោយលោក Donald Trump លោក Zelensky បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់លោកថាតាមស្មារតីនៃរដ្ឋធម្មនុញ្ញប្រទេសអ៊ុយក្រែនទោះជាលោកមានឋានៈជាប្រធានាធិបតីក៏ដោយតែលោកជាបុគ្គលមួយរូបលោកមិនអាចរំលោភរដ្ឋធម្មនុញ្ញបានឡើយលោកបញ្ជាក់ទៀតថារដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់គឺមិនអនុញ្ញាតឲ្យបុគ្គលណាមួយទោះមានឋានៈជាអ្វីក៏ដោយមិនអាចកាត់ជ្រៀកទឹកដីអ៊ុយក្រែនទៅឲ្យប្រទេសណាមួយបានឡើយអ្នកសង្កេតការណ៍បានហៅសាររបស់លោក Zelensky គឺជាការវាយសម្ពងដ៏ធ្ងន់ធ្ងរទៅលើចំហមិនច្បាស់លាស់ខាងលោក Donald Trump ចំពោះក្រុងមូស្គូអ្នកនាំពាក្យវិមានក្រំឡាំងលោក Dmitry Peskov បានសរសើរលោក Donald Trump ដែលបានយល់អំពីស្ថានភាពសង្គ្រាមនៅលើសមរភូមិបញ្ជាក់ថាតំបន់ចំនួន4ដែលកងទ័ពរុស្ស៊ីកំពុងកាន់កាប់មានដូចជាខេត្ត Luhansk ខេត្ត Donetsk តំបន់ Kherson និង Zaporizhzhia ត្រូវតែជារបស់រុស្ស៊ីជាមួយគ្នានេះដែរអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក JD Vance បាននិយាយថាវាដល់ពេលហើយសម្រាប់រុស្ស៊ីនិងអ៊ុយក្រែនក្នុងការយល់ព្រមចំពោះសំណើសន្តិភាពរបស់សហរដ្ឋអាមេរិកហើយបើពុំនោះទេនោះចង់ឲ្យសហរដ្ឋអាមេរិកដើរចេញពីដំណើរការសន្តិភាពនេះឬដោយម្ដេចដំណើរគ្នារដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio ក៏បានលុបចោលផែនការចូលរួមកិច្ចចរចានៅទីក្រុងឡុងប្រទេសអង់គ្លេសដែលជាកិច្ចប្រជុំដ៏សំខាន់មួយជាមួយរដ្ឋមន្ត្រីការបរទេសពីប្រទេសអ៊ុយក្រែនអង់គ្លេសបារាំងនិងអាល្លឺម៉ង់លោក Marco Rubio ដែលប្រកាសមិនធ្វើដំណើរទៅទីក្រុងឡុងបន្ទាប់ពីលោក Zelensky ទាត់ចោលសំណើលោក Donald Trump ដែលបង្ខំឲ្យអ៊ុយក្រែនទទួលស្គាល់តំបន់ Crimea ជាដែនដីស្របច្បាប់របស់រុស្ស៊ីករណីដែនដី Crimea នេះឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនអ្នកស្រី Yulia Sviridenko បាននិយាយថាអ៊ុយក្រែនត្រៀមខ្លួនរួចរាល់ដើម្បីចរចាសន្តិភាពប៉ុន្តែមិនដើម្បីចោះចាញ់នោះទេរីឯរដ្ឋមន្ត្រីការបរទេសប្រទេសអ៊ុយក្រែនវិញលោក Andriy Sybiha បាននិយាយថាអ៊ុយក្រែននៅតែបន្តបដិញ្ញាធ្វើការជាមួយសហរដ្ឋអាមេរិកក្នុងគោលដៅឆ្ពោះទៅរកទីបញ្ចប់ចំពោះសង្គ្រាមឈ្លានពានពីរុស្ស៊ីកងទ័ពអាកាសអ៊ុយក្រែនប្រកាសថារុស្ស៊ីបានបាញ់មីស៊ីលយ៉ាងតិច70គ្រាប់និងដ្រូន145គ្រឿងទៅលើទឹកដីអ៊ុយក្រែនកាលពីថ្ងៃពុធម្សិលមិញការវាយប្រហារដោយយន្តហោះដ្រូនរុស្ស៊ីបានដៅចំរថយន្តក្រុងមួយគ្រឿងនៅទីក្រុង Marhanet ក្នុងតំបន់ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន